បាទឥឡូវនេះយើងក៏លេខមកកាន់អត្ថប្រយោជន៍របស់អតិថិជននៅក្នុងផ្សារ e-commerce market វិញម្ដងបាទចំណុចសំខាន់ទី1គឺគាត់ទទួលបាន100000 ECP គឺជា welcome bonus ដែលបន្ទាប់ពីគាត់បានចុះឈ្មោះចូលទៅក្នុងប្រព័ន្ធបាទហើយអ្នកណែនាំក៏ដូចគ្នាដែរគាត់ទទួលបាន50000 ECP គឺជាអត្ថប្រយោជន៍ដែលគាត់បានធ្វើការណែនាំបាទចំណុចទី3គឺគាត់ទទួលបាន cashback ជា ECP អាច 10% 20% 50% ឬក៏ 100% ទៅតាមទំនិញដែលគាត់បានទិញហើយចំណុចសំខាន់ទី4គឺគាត់មាន link បាទសម្រាប់ណែនាំបន្តទៅឲ្យបងប្អូននិងអ្នកដែលចង់ចូលរួមនៅក្នុងផ្សារដើម្បីទទួលបានឱកាសដូចជាគាត់ដែរបាទឥឡូវនេះយើងទៅមើលនៅអត្ថប្រយោជន៍បែបជាសមាជិកវិញម្ដងបាទណែនាំផ្ទាល់បាទណែនាំបោះ link ទៅឲ្យអ្នកណាក៏ដោយក៏ទទួលបាន 10% នៃផលចំណេញបាទហើយមានឱកាសបើកម៉ាតមួយដាក់ឈ្មោះនិង banner ជារបស់ខ្លួនបាទចំណុចសំខាន់ទី3បាទដែលអស់លោកអ្នកបងប្អូនដែលជាអ្នកលក់តែងតែប្រាថ្នាចង់បានគឺរកម៉ួយឲ្យបានច្រើននៅក្នុងផ្សារ e-commerce អ្នកណាដែលចូលនៅក្នុង e-commerce រួចហើយគាត់នឹងបានជាអតិថិជនរបស់ផ្សារ e-commerce ជារហូតបាទគឺយើងអាចនិយាយបានថាលក់តែម្ដងទេស្មើនឹងបានមួយជីវិតបាទចំណេញពេញស្តុកដោយមិនចាំបាច់ចាយលុយសម្រាប់ស្តុកទេបាទចំណុចសំខាន់ទី5បាទទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរោងចក្រពី20ទៅ60%បន្ថែមបាទថាតើ20ទៅ60%នេះមានលក្ខណៈបែបម៉េចតោះសូមអញ្ជើញបងប្អូនអរគ្នាទៅធ្វើការសិក្សាជាមួយខ្ញុំបាទអញ្ចឹងឧទាហរណ៍ថាមនុស្សបៃតងនេះជាខ្ញុំហើយបូកជាមួយនឹងធីមរបស់ខ្ញុំបាទអញ្ចឹងទាំងខ្ញុំទាំងធីមរបស់ខ្ញុំបានលក់អស់$1000បាទលក់អស់$1000នៃ volume sale របស់ធីមរបស់ខ្ញុំមានន័យថាខ្ញុំបូកនឹងអ្នកខាងក្រោមខ្ញុំបាទអញ្ចឹងខ្ញុំនឹងបានទទួលតំណែងមួយដែលគេឲ្យឈ្មោះថា silver បាទនៅក្នុងតំណែងនេះគឺខ្ញុំទទួលបាន20% នៃផលចំណេញបាទមិនមែន20% នៃ volume sale របស់ខ្ញុំទេប៉ុន្តែ20% នៃផលចំណេញរបស់តំណែងដែលខ្ញុំបានលក់បាទអញ្ចឹងឧទាហរណ៍ថាតំណែងនោះវាចំណេញ$300បាទហ្នឹងហើយអញ្ចឹងខ្ញុំបានទទួល20% នៃ300ហ្នឹងគឺស្មើនឹង$60បាទនៅមានតំណែងមួយទៀតដែលនឹងទទួលបាន30%គឺជាតំណែង gold តំណែងនេះគឺចាប់ដើមពី team របស់ខ្ញុំដដែលដែលខ្ញុំនិងអ្នកខាងក្រៅខ្ញុំគាត់ធ្វើការលក់បានរហូតទៅដល់$2000បាទសរុបទាំងអស់បាន$2000បាទអញ្ចឹងឲ្យតែអ្នកខាងក្រោមខ្ញុំលក់គឺខ្ញុំបានតំណែងហ្នឹងហើយបាទអញ្ចឹងឧទាហរណ៍ថាឥឡូវនេះខ្ញុំគ្រប់ហើយចាប់ពី$2000ឡើងទៅគឺបានទទួលតំណែង gold តែទទួលបានអត្ថប្រយោជន៍30%របៀបនៅក្នុងការទទួលបានអត្ថប្រយោជន៍គឺធីមផ្ទាល់ដៃរបស់ខ្ញុំនេះដែលឲ្យឈ្មោះថា F1 នេះនៅពេលដែលគាត់លក់បានគឺខ្ញុំទទួលបាន30% ពី F1 បាទហើយបន្ទាប់មកទៀតនៅធីមនេះបាទធីមចំនួនទី2របស់ខ្ញុំគាត់ឧទាហរណ៍ថាគាត់លក់បាន1000ឬគាត់លក់បាន5000ប៉ុន្តែលើកនេះខ្ញុំឧទាហរណ៍ថាគាត់លក់បាន1000បាទអញ្ចឹងធម្មតាគាត់នៅក្នុងតំណែង silver បើគាត់នៅក្នុងតំណែង silver តំណែងដែលត្រូវនឹងដែលសល់គឺសល់20%រត់មកឲ្យខាងខ្ញុំទៀតបាទអញ្ចឹងបើគាត់អត់មានតំណែង silver ទេគឺរត់មកខ្ញុំ100%នោះឯងបាទរត់មកខ្ញុំ40%នោះឯងបាទអរគុណបងប្អូនអរគ្នាតោះឥឡូវយើងទៅមើលតំណែងទី3បាទនៅក្នុងតំណែងទី3នេះគឺជាតំណែង diamond គឺខ្ញុំនិងធីមរបស់ខ្ញុំលក់បានច្រើនក្រុមបាទលក់បានច្រើនក្រុមមែនតើបាទអញ្ចឹងសរុបលុយនៅក្នុងអ្នកដែលក្រុមខ្ញុំលក់បាន$11000អញ្ចឹងខ្ញុំនឹងបាននៅក្នុងតំណែង diamond ដែរអូខេនៅក្នុងតំណែង diamond នេះគឺធីមផ្ទាល់របស់ខ្ញុំនេះធីមផ្ទាល់ដែល direct ផ្ទាល់របស់ខ្ញុំនេះបើធីមផ្ទាល់របស់ខ្ញុំគាត់ទទួលបានបាទគាត់លក់មកឲ្យខ្ញុំបានកាន់តែគាត់លក់កាន់តែច្រើនគឺខ្ញុំបានតំណែងហ្នឹងកាន់តែធំដែរបាទអញ្ចឹងឥឡូវនេះខ្ញុំលក់បានរហូតដល់11000ហើយបូកនឹងអ្នកក្រុមខ្ញុំអញ្ចឹងខ្ញុំនៅក្នុងតំណែង diamond ខ្ញុំទទួលបាន40%បាទអញ្ចឹងនៅក្នុងធីមបន្ទាប់នេះបាទធីមដែលនៅក្រុមខ្ញុំដែលគាត់លក់អត់បានបើគាត់ដល់តំណែង silver គឺខ្ញុំបានថែមទៀតបាទគាត់បាន20សល់20មកខ្ញុំបើគាត់នៅតំណែងgold គឺសល់10មកខ្ញុំបើគាត់នៅក្នុងតំណែង gold ដែរសល់10មកខ្ញុំតែបើគាត់នៅក្នុងតំណែង diamond ស្មើខ្ញុំគឺអត់មានបានមកខ្ញុំទេបាទ0បាទអញ្ចឹងនៅកន្លែងនេះគឺនៅពេលដែលយើង
team ដែលនៅក្រោមយើងអត់មានតំណែងគឺរត់ចូលមកយើងហើយ team ដែលមានតំណែងតូចជាងយើងក៏ផលចំណេញរត់ចូលមកយើងដែរបាទអញ្ចឹងនៅក្នុងយុទ្ធសាស្ត្រមួយនេះគឺធ្វើឲ្យតែអ្នកក្រោមគេលក់អត់ដល់តំណែងស្មើយើងគឺយើងបានអត្ថប្រយោជន៍ច្រើនពីគេជារហូតបាទអញ្ចឹងបើសិនជាធីមក្រុមយើងលក់បានកាន់តែច្រើនគឺយើងបានអត្ថប្រយោជន៍កាន់តែច្រើនបងប្អូនប្រហែលជាដាក់សំណួរមួយថាទេធីមដែលលក់បាន 4000 មិនបានខ្ញុំត្រូវបាន0វិញវាអត់ត្រូវបាទអញ្ចឹងក្រុមហ៊ុនគេផ្ដល់អត្ថប្រយោជន៍សំខាន់មួយទៀតគឺអត្ថប្រយោជន៍ដែលបងប្អូនលក់បានគ្រប់ 4000 មែនថាអ្នកក្រោមលក់គ្រប់ 4000 បាទអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំគឺគ្រប់ 4000 ហើយគឺខ្ញុំបាន 40% ហើយមែនទេបាទអូខេបន្តមកទៀតនេះធីមនេះគ្រប់ 4000 គឺខ្ញុំបាន 20% អញ្ចឹងក្រុមហ៊ុនគេលើកទឹកចិត្តឲ្យ 20% ចំពោះធីមដែលលើសពី 4000 ឬក៏ត្រឹម 4000 បាទអញ្ចឹងធីមមួយនេះក៏គ្រប់ 4000 ដែរអញ្ចឹងខ្ញុំបាន 20% ទៀតអូខេធីមមួយនេះគ្រប់ 4000 ខ្ញុំបាន 20% ទៀតហើយធីមមួយនេះគ្រប់ 4000 ខ្ញុំបាន 20% ទៀតបាទចាប់ពីគ្រប់នឹងលើសបាទគឺខ្ញុំបាន 20% ទាំងអស់បាទអូខេបងប្អូនអរគ្នានេះគឺជាអ្វីមួយដែលជាប្រភពចំណូលបែប business owner បាទឬក៏ big business owner ឬក៏ big business system ដែល ECM បានបង្កើតសម្រាប់អស់លោកអ្នកបងប្អូនហើយបន្ទាប់ពីបងប្អូនអាចបង្កើត team ដែលមានត្រឹមគ្នា 1000 នាក់ឬក៏ 500 នាក់បងប្អូននឹងឃើញថាមួយខែបងប្អូនអាចរកចំណូលបានចន្លោះពី$5000ទៅ$10000ជាជាមិនខានបាទអរគុណសម្រាប់បងប្អូនអរគ្នាដែលបានមើលនេះគឺជាប្រភពចំណូលរបស់ផ្សារ e-commerce market របស់យើងបាទសូមអរគុណ